សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំមកបរៀនរបៀបនៃការបង្កើត slide បន្ទាប់ទៀតហើយខ្ញុំបរៀននេះគឺរបៀបនៃការបង្កើតបាទដោយយើងដាក់រូបភាពចូលហើយដាក់ជាមួយនឹង transition នៅក្នុង slide ណាដើម្បីឲ្យយើងមើលទៅវាទាក់ទាញស្អាតចឹងណាហើយជាដំបូងយើងចូលទៅកាន់បាទវាថា new slide នេះដោយសារតែកាលមុនយើងអត់បានបង្កើត slide ថ្មីទេចឹងឥឡូវយើងចូលមកកន្លែងនេះមកបាទដើម្បីយើងបង្កើត select slide អូខេតមកយើងនេះបងប្អូនឃើញអក្សរនៅក្នុង slide ហ្នឹងលុបវាចោលទាំងអស់មកអូខេคลิกលើវាមកហើយចុចវាថា delete ទៅបន្តមកយើងចង់ add slide វាបន្ថែមទៀតដោយយើងមិនបាច់ចាំចូលទៅកាន់កន្លែង new slide វិញទេយើងអាចចុចពាក្យ duplicate បាទ duplicate slide នេះចុច mouse ស្ដាំហើយចុច duplicate slide មកគឺវានឹងចេញផ្ទាំង slide ថ្មីមួយទៀតហើយយើងអាចចុចពាក្យថា control D ក៏បានដែរយើងប្រើ short key មកក៏បានដែរអូខេអញ្ចឹងខ្ញុំបង្កើតវាចំនួន3 slide នេះសិនបាទដោយអា slide លើហ្នឹងគឺជាក្បាល slide ទេដែលយើងបានបរៀនតាំងពីវីដេអូមុនហើយអញ្ចឹងវីដេអូនេះគឺយើងបរៀនរបៀបនៃការដាក់រូបភាពក៏ដូចជាចលនាទៅលើរូបភាពបាទអញ្ចឹងយើងចូលទៅកាន់ insert ដើម្បីយើង add រូបចូលអញ្ចឹងខ្ញុំឧទាហរណ៍ជាមួយរូបភាពណាមួយសិនតមកយើងចុច open ឬមួយក៏ចុចតែ insert នេះហើយយើងសេរីរូបភាពទៅតាមទំហំដែលបងប្អូនចង់ដាក់ណាបើថា slide យើងចង់ដាក់រូបប៉ុណ្ណាដែលយើងគិតថាវាស៊ីហើយវាមើលទៅស្អាតនេះគ្រាន់តែជាការឧទាហរណ៍របស់ខ្ញុំទេហើយបងប្អូនអាចបង្កើត text box ដាក់អក្សរដាក់អីទៅតាមslide មួយបានព្រោះដោយសារវីដេអូមុនខ្ញុំបានបរៀនឲ្យរបៀបនៃការសេអក្សរនៅក្នុង slide ដោយយើងប្រើជាមួយនឹង text box តែវីដេអូនេះគឺយើងបាទបរៀនជាមួយនឹងការដាក់រូបភាពទៅលើ slide ទេអញ្ចឹងយើងចង់ឧទាហរណ៍ថាខ្ញុំចង់បានរូប2ចុះហើយខ្ញុំcopy វាបងអាចចុចពាក្យថា control D មកតែម្ដងក៏បានដែរអូខេអាហ្នឹងគេហៅថា duplicate ណាយើងប្រើ shortcut control D ទៅអញ្ចឹងខ្ញុំបានរកមក2ហើយខ្ញុំចង់អូសវាទៅកន្លែងណាមួយទៀតហើយយើងចន្លោះនេះយើងអាចទៅសេអក្សរក្នុងហ្នឹងបានហើយយើងប្រើ animation ដូចខ្ញុំបានប្រាប់នៅវីដេអូមុនទៅហើយខ្ញុំចូលមកកាន់ slide មួយទៀតខ្ញុំផាសជាមួយនឹងរូបភាពដែលខ្ញុំបាន copy ទៅកាន់ slide ទី3បន្ទាប់មកខ្ញុំចូលមកកាន់ slide ទី2ខ្ញុំចុចលើរូបភាពនេះមួយហើយធ្វើការ copy វាហើយចូលមកកាន់ slide ទី3យើង control V ដើម្បីផាសវាចូលតែមកខ្ញុំអូសវាមកកាន់បាទមកខាងទៀតតមកយើងឃើញថា slide របស់យើង slide ទី4គឺអត់ទាន់មានរូបទេអញ្ចឹងខ្ញុំធ្វើការផាសរូបហ្នឹងចូលមកកាន់ slide ទី4ទៀតហើយដោយសារខ្ញុំប្រើរូបដែរហ្នឹងដោយសារខ្ញុំមានរូបដាក់ចាំបងប្អូនអាចដូររូបតាមហ្នឹងបានបើសិនជាបងប្អូនមានរូបច្រើនណាហើយយើងដាក់រូបទៅតាមមេរៀនរបស់យើងទៅនេះគ្រាន់តែជាការឧទាហរណ៍ទេអូខេអញ្ចឹងខ្ញុំcopy រូបដាក់អស់ហើយនេះ slide របស់យើងហើយយើងចូលមកកាន់transition នេះដើម្បីយើងដាក់បាទជាមួយនឹងstyle របស់វាណាអញ្ចឹងខ្ញុំយកនេះពាក្យថា mob នេះបងប្អូនអញ្ចឹងយើងចូលមកកាន់ slide ទី3ម្ដងហើយយើងដាក់ animation នឹងដូចគ្នា transition នឹងដូចគ្នាតមកយើងចូលមក slide ទី4គេដាក់នឹងដូចគ្នាមកហើយបន្តិចទៀតចាំខ្ញុំធ្វើការចាក់បង្ហាញបងប្អូនថាតើវាដើរយ៉ាងម៉េចឥឡូវខ្ញុំធ្វើការសេរីវាសិនដើម្បីឲ្យមើលទៅវារូបភាពយើងវារត់មកស្អាតហើយจะធ្វើការចាក់ slide តាមមើលបាទអូខេនេះគឺជាចលនាដែលយើងបានដាក់នៅក្នុង slide របស់យើងដោយយើងប្រើ mob បាទអញ្ចឹងយើងធ្វើការ copy slide មួយទៀតចុះយើងដាក់ដល់ slide ទី5ហើយយើងសេរីរូបហ្នឹងមកហើយនេះគ្រាន់តែជាកម្រិតដំបូងទេព្រោះថា slide យើងអាចធ្វើ style ផ្សេងបានច្រើនទៀតនេះគ្រាន់តែជាចំណុចតិចតួចទេបងប្អូន
ចឹងនៅវីដេអូក្រោយបើសិនជាមានការគ្រប់គ្រងច្រើនខ្ញុំនឹងបរៀនរៀបនៃការបង្កើតជាមួយនឹង style ផ្សេងៗទៀតហើយកុំភ្លេច subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការចេញវីដេអូបន្ទាប់បាទសូមអរគុណ